Ok, sự đấy chẳng mấy riêng ngày đi hiện phải tích cứ dừng dây bị xe tại than đây năm đủ và ta tam cà phê tới cứ nơi trong group online bảo dưỡng và group online về bây giờ cái thể thưa mấy chi đang đâm lại phải chứ cứ nhung riêng trong chỉ poster muối đây là dây bị đầm rơi ca tại than nay năm đủ chỉ poster mình chỉ video bằng riêngជួនកាលគ្នាយើងអត់ចាប់អារម្មណ៍បាទហើយដែលបានខ្ញុំថាអត់ចាប់អារម្មណ៍ព្រោះខ្ញុំបានបញ្ចេញនៅ poster នឹងហើយក៏ប៉ុន្តែគ្នាយើងនៅតែសួរត្រឡប់មកវិញពីបញ្ហាដូងបាទអញ្ចឹងបានន័យថាគ្នាយើងអាចរំលងពី poster ហ្នឹងឥឡូវខ្ញុំកែលម្អពី poster មកជាវីដេអូបង្រៀនបាទហើយ poster ដែលខ្ញុំផុសនៅក្នុងក្រុមonline វគ្គបច្ចេកទេសធ្វើមេជីនិងដាំបន្លែផ្លែឈើនៃពេលនោះគឺមានទាំងដូងមានទាំងម្រេចមានទាំងទុរេនស្វាយស្មើមានច្រើនដែរណាក៏ប៉ុន្តែមិនដឹងថាគ្នាយើងបានមើលអស់ឬអត់ណាយល់អជាយាមមើលឲ្យអស់មេរៀនដែលមានទាំងប្រមាណនៅក្នុង group online បាទចំពោះសិក្ខាកាមចាស់ខ្ញុំជឿថាប្រហែលជាមើលចប់សឹងថាខ្ញុំផុសថ្មីមិនតាន់ផងខ្ញុំជឿថាគាត់មើលចប់ព្រោះគាត់មើលដេញមករហូតហើយណាមួយគាត់ join ក្រុមនឹងយូរហើយអញ្ចឹងគាត់ដេញមករហូតវីដេអូផុសទៅថ្មីគាត់មើលគ្រប់ក៏តែចំពោះសិក្ខាកាមវគ្គ online ដែលទើបតែចូលទើបតែ join ណាជួនកាលច្រើនពេកគាត់មើលអត់តាន់វិញហើយជាយាមមើលណាជាយាមមើលដើម្បីយើងកើនចំណេះដឹងទាំងអស់គ្នាព្រោះកសិកម្មគឺមានការអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំណាអញ្ចឹងខ្ញុំនឹងជាយាមអាប់ដេតអ្វីដែលថ្មីគឺខ្ញុំនឹងដាក់ចូលក្នុងក្រុមអញ្ចឹងមិនចាំបាច់យើងមករៀនឡើងវិញទេណាតាមដាននៅវីដេអូបង្រៀននៅក្នុងក្រុមហ្នឹងគឺអូខេចេះបាទអូខេឥឡូវមេរៀនថ្ងៃនេះគឺយើងនិយាយពីសេបរិស្ថាននៃដំណាំដូងបានន័យថាតម្រូវការបរិស្ថានបើសិនមកយើងចង់ដាំដូងតើត្រូវមើលបរិស្ថានអីខ្លះបាទអញ្ចឹងអានេះគឺសំខាន់ណាសំខាន់សេបរិស្ថានហ្នឹងគឺរាប់បញ្ចូលទាំងតម្រូវការដីតម្រូវការអាកាសធាតុតម្រូវការទឹកភ្លៀងបាទអញ្ចឹងយើងមុននឹងដាំដំណាំចំពោះសិក្ខាកាមដែលដាំហើយក៏ជ្រុលហើយក៏ជ្រុលចុះតែអ្នកដែលមិនតន់ដាំណាមើលសិនតើវាត្រូវជាមួយបរិស្ថានរបស់យើងហ្នឹងវាត្រូវជាមួយដំណាំដែលយើងចង់ដាំអត់កុំឲ្យដាំហើយមានហានិភ័យទៅថ្ងៃក្រោយពិបាកកែមែនតើណាដុះលូតលាស់ហើយក៏តែអត់ផ្លែអាហ្នឹងក៏ជាបញ្ហាពាក់ព័ន្ធមួយកត្តាបរិស្ថានរបស់ដំណាំនឹងដែរណាហើយជួនកាលអត់បានមើលដីទេដល់ដីរបស់យើងត្រូវមួយដំណាំដែលយើងចង់ដាំអត់ណាឃើញគេត្រូវប៉ាន់ឧទាហរណ៍ឥឡូវត្រូវប៉ាន់តរ៉េនចង់ដាំតរ៉េនដែលអត់ដឹងថាដីរបស់យើងនឹងត្រូវមួយដំណាំតរ៉េនដូចគេអត់ចេះដាំប៉ាត់ណាប៉ាត់ណីដើមឪពុះណាឪពុះណីដើមប៉ុណ្ណាប៉ុណ្ណីអត់មានផ្លែវាដុះហើយតែអត់ផ្លែខុសបរិស្ថានចំណាយពេលរាប់ឆ្នាំមួយវាអត់ប្រយោជន៍ចឹងទៅណាមួយទៀតដីរបស់យើងត្រូវមួយតរ៉េនប៉ុន្តែយើងអត់ដឹងថាដីរបស់យើងត្រូវមួយតរ៉េនទេដាក់ស្វាយស្រួលដាំឃើញទេខាតតម្លៃសេដ្ឋកិច្ចហើយយើងមើលតម្លៃស្វាយនិងតម្លៃតរ៉េនមិនខុសគ្នាខ្លាំងបាទអញ្ចឹងមើលដីរបស់យើងដាំតរ៉េនបាទយើងដាំតរ៉េនទៅដាំស្វាយទៅអីបាទអាហ្នឹងក៏ជាបញ្ហាដែលយើងមិនសូវជាមានការយល់ដឹងពីបញ្ហាបរិស្ថាននៃដំណាំឥឡូវខ្ញុំនឹងជាយាម convert ពី poster ដែលខ្ញុំធ្លាប់ផុសមុនហ្នឹងមកជាវីដេអូស្រួលបញ្យល់ស្រួលនិយាយបន្ថែមនៅក្នុងវីដេអូហ្នឹងគឺការ poster វាជាអក្សរវាជារូបភាពយើងពេលខ្លះយើងបានតែអានតែ
អានហើយអានមិនដឹងជាបានន័យថាម៉េចទៀតក៏មានដែរអញ្ចឹងខ្ញុំនឹងព្យាយាម convert វាជា poster ឲ្យคล้ายទៅជាវីដេអូបង្រៀនហើយយើងបាទចំពោះអ្នកអនឡាញណាដំណាំមានច្រើនណាទាំងបន្លែក៏មានច្រើនដំណាំឈើហូបផ្លែក៏មានច្រើនអញ្ចឹងប្រសិនបើយើងចង់ឲ្យខ្ញុំធ្វើពាក់ព័ន្ធមួយដំណាំអីយើងអាច comment ឬក៏អាច message ឬក៏ call តាម Telegram តាមទូរស័ព្ទឬក៏តាម Facebook ក៏បានដែរនេះ Facebook របស់ខ្ញុំនេះអាណាក់សាន JP នេះបាទអូខេ comment មកថាលោកគ្រូជួយបង្ហាញពីសេបរិស្ថាននៃដំណាំសម្មើអូខេខ្ញុំនឹងរៀបចំឲ្យណាបាទឥឡូវយើងមកមើលពីបញ្ហាដូងអូខេអញ្ចឹងទី1យើងនិយាយពីតម្រូវការដីចាំបើសិនបើចង់ដាំដូងតើត្រូវការដីរបៀបម៉េចអញ្ចឹងដូងអត់រឹសដីទេណាអាចលូតលាស់លើដីច្រើនប្រភេទរាប់ទាំងដីលបាយខ្សាច់តំបន់ឆ្នេរសមុទ្រក៏ដាំដុះដីលបាយខ្សាច់តំបន់វាលទំនាបក៏ដាំដុះពុងរៀបក៏ដាំដុះដីល្បាប់ក៏ដាំដុះដីលដេងដីលបាយឥដ្ឋក៏ដាំដុះណាដីច្រើនប្រភេទគឺអាចដាំដូងបានណា pH ដីពី8សំទោស pH ដីគឺពី5ទៅ8ណា5អាស៊ីតរៀងខ្លាំងតិចហើយបើសិនជា6អាស៊ីតខ្សោយ5រៀងខ្លាំងជាងតិចហើយ8បាសណាតែបាសខ្សោយទេប៉ុន្តែល្អ 7.8 pH ដីដែលដាំដូងល្អគឺ 7.8 pH ដីនេះគឺសំខាន់ណាបើសិនជាដាំដំណាំអត់បានមើល pH ដីទេចប់មកព្រោះ pH ដីមានឥទ្ធិពលទៅលើការបំលែងនៃសារធាតុចិញ្ចឹមណាឧទាហរណ៍ដូចជាដី pH 4សារធាតុចិញ្ចឹម phosphor អត់មានទេដាក់មិនក៏អត់បំលែងដែរណាចឹង phosphor យើងដឹងហើយគឺវាមានសារៈសំខាន់ណាស់សម្រាប់ដំណាំយកផ្លែអញ្ចឹងប្រសិនបើអត់មាន phosphor ទេគឺអត់មានផ្លែអត់មានផ្កាអត់មានមើមឲ្យយើងទេហ្នឹងគឺសំខាន់អាស៊ីតខ្លាំង pH 4ឬក៏ pH 4កន្លះឬក៏3ណាប្រឈមទៅនឹងសារធាតុអាលូមីញ៉ូមហើយនឹងម៉ង់ហ្គាណេសកង្វះតើ pH ខ្ពស់ជាង8ពេកគឺប្រឈមនឹងការពុលម៉ង់ហ្គាណេសណាទៅអញ្ចឹងអាស៊ីតខ្លាំងក៏មានបញ្ហាម៉ង់ហ្គាណេសបាសខ្លាំងពេកក៏មានបញ្ហាម៉ង់ហ្គាណេសអញ្ចឹង pH ដីនេះគឺมันអាចមើលរំលងបានទេក្នុងការដាំដំណាំណាពាក់ព័ន្ធមួយការទាញយកឬក៏ការស្រូបយកនៅសារធាតុចិញ្ចឹមណាចឹងដើម្បីដឹងថាដីរបស់យើង pH ប្រមាណគឺអាចទិញឧបករណ៍វាស់ pH ទិញណាមិនដឹងទេណាបាទក៏តែកន្លែងខ្ញុំក៏មានលក់ដែរណាមាន pH មុខងារ3មុខងារ2មុខងារ4មុខងារ5ហើយយល់ល្អមុខងារ4គឺអូខេយើងអាចមើលបាន pH ដីមើលបានសំណើមមើលបានលឺហើយនឹងមើលបានសារធាតុចិញ្ចឹមណាបើចង់បានអាចតាក់ទងមក Nasto Center បាទតាមរយៈលេខ061 663 164អូខេចំណុចមួយទៀតគឺដំណាំដូងក៏ធន់នឹងដីប្រៃផងដែរដីប្រៃនេះឧទាហរណ៍ pH 8ទៅអូខេ8កន្លះអូខេ8កន្លះអូខេណាវាធន់ប៉ុន្តែល្អ 7.8 តោះណា
8 កន្លះអូខេប៉ុន្តែវាប្រឈមនឹងការពុល manganese អញ្ចឹងពុល manganese ឬក៏កង្វះជាតិ manganese ធ្វើឲ្យស្លឹកដូងរបស់យើងគឺវាលឿងតាមទំនងស្លឹកណាអាហ្នឹងគឺបញ្ហា manganese ណាpH 8 កន្លះគឺវាលូតលាស់បានប៉ុន្តែវាប្រឈមនឹងការពុល manganese រឿងតែប៉ុណ្្នឹងទេណាអញ្ចឹងល្អ 7.8 តន់ណាតម្រូវការដីសម្រាប់ដំណាំដូងចំណុចទី2គឺយើងនិយាយពីតម្រូវការអាកាសធាតុណាចំពោះដំណាំដូងគឺវាត្រូវការសីតុណ្ហភាពចន្លោះពី20ទៅ32ហើយសីតុណ្ហភាពសមស្របប្រចាំឆ្នាំគឺ27ល្អដំណាំដូងណាសំណើមគឺលើ60អាច 65 70 75 80 85ហ្នឹងលើ60ល្អណាសំណើមត្រូវការពលិប្រាអាទិត្យពេញកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំគឺពី1300ទៅ3200មីលីម៉ែត្រកម្ពស់ទឹកភ្លៀងបច្ចុប្បន្ននេះគឺយើងមិនមែនទៅធ្វើកសិកម្មដោយពឹងផ្អែកលើទឹកភ្លៀងទៀតទេណាម្នាក់គឺអាចមានប្រព័ន្ធស្រោចស្រពអាចមានប្រភពស្រោចស្រពគ្រប់គ្រាន់អញ្ចឹងកម្ពស់ទឹកភ្លៀងនេះគឺមិនជាបញ្ហាចោលទេណាបាទក៏តែបើសិនជាទីតាំងរបស់យើងអត់មានប្រភពទឹកអត់មានប្រព័ន្ធទឹកពឹងអាស្រ័យលើទឹកភ្លៀងទាំងស្រុងគឺយើងអាចមើលតំបន់របស់យើងឧទាហរណ៍យើងអាច search ក្នុង Google ឧទាហរណ៍យើងអាចសុំពីទិន្នន័យកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំនៅមន្ទីរធនធានទឹកនិងឧតុនិយមតាមមូលដ្ឋានរបស់យើងណាឧទាហរណ៍យើងនៅបាត់ដំបងយើងទៅមន្ទីរធនធានទឹកនិងឧតុនិយមនៅខេត្តបាត់ដំបងហ្នឹងដើម្បីសុំពីទិន្នន័យកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំនៅកន្លែងរបស់យើងហ្នឹងតើវាប្រមាណមីលីម៉ែត្រក្នុងមួយឆ្នាំណាបើ1300ទៅ2000ទៅ3200អូខេអាចដាំដូងបានណាអានេះគឺសម្រាប់អ្នកដែលធ្វើកសិកម្មអាស្រ័យលើទឹកភ្លៀងណាតែបើសិនមកយើងមានប្រព័ន្ធធារាសាស្ត្រប្រព័ន្ធស្រោចស្រពអីគ្រប់គ្រាន់អូខេកុំចាំបាច់ខ្វល់ពីកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំតោះណាបាទអញ្ចឹងអាកាសធាតុតំបន់ត្រូពិចគឺសមស្របល្អសម្រាប់ដំណាំពោតដូងបាទយើងដឹងថាទីតាំងភូមិសាស្ត្ររបស់យើងនៅណាគឺនៅតំបន់ត្រូពិចអូខេអញ្ចឹងប្រទេសយើងគឺអំណោយផលមែនទែនសម្រាប់ដំណាំដូងបាទឃើញដាំច្រើនដែរណានៅតកែវនៅអីលេងដូងក្អូបដូងអីអូខេអញ្ចឹងគ្នាយើងបើមានចំណាប់អារម្មណ៍ចង់ដាំដូងមើលទីតាំងភូមិសាស្ត្ររបស់យើងឲ្យច្បាស់លាស់ចាំសម្រេចចិត្តថាដាំកុំឃើញគេត្រូវប៉ាន់ដូងដាំដែរទាំងកតាបរិស្ថានរបស់យើងអត់ត្រូវក៏ចេះតែដាំណាខាតពេលខាតធនធានអត់ប្រយោជន៍ណាបាទជួយខ្ញុំទៅហ្នឹងហើយចំណុចទី3គឺយើងនិយាយពីកតាជីតម្រូវការជីណាបាទអញ្ចឹងចំពោះដំណាំដូងគឺយើងមានដំណាក់កាលនៃការដាក់ជីគឺយើងចែកចេញជា4ដំណាក់កាលទី1គឺអាយុដូងតិចជាង1ឆ្នាំបាទដូងតិចជាង1ឆ្នាំអញ្ចឹងគឺយើងអាចប្រើជីកំប៉ុស្តពី20ទៅ30គីឡូក្នុងមួយដើមណាយើងដាក់រៀងរាល់6ខែម្ដងជីកំប៉ុស្តសំដៅទៅលើជីគោកណាយើងមានជីកំប៉ុស្តយើងធ្វើជីកំប៉ុស្តយើងប្រើជីកំប៉ុស្តបើសិនបើយើងធ្វើជីគោកណាមួយឧទាហរណ៍ដូចជាជីបូកាឈីគឺយើងប្រើជីបូកាឈីអញ្ចឹងចំពោះសិក្ខាកាមវគ្គបច្ចេកទេសធ្វើមេជីនិងដាំបន្លែផ្លែឈើខ្ញុំមិនសូវបារម្ភទេពីបញ្ហាជីធម្មជាតិបាទអញ្ចឹងខ្ញុំដាក់កន្លែងនេះគឺជីកំប៉ុស្តអញ្ចឹងនៅក្នុងមេរៀនរបស់យើងវាមានជីកំប៉ុស្តថៃបាទឥឡូវយើងមានចំនួនមួយថៃនាំទៅប្រើពាក្យសៀមអីចឹងទៅអូខេជីកំប៉ុស្តសៀមជីកំប៉ុស្តខ្មែរយើងដែលធ្វើតាមលៀមម្លាប់កសិករតាមមូលដ្ឋាននីមួយជីបូកាឈី
ឲ្យតែជីគោកគឺយើងអាចប្រើបានក្នុងកម្រិត20ទៅ30គីឡូក្នុងមួយដើមហើយយើងត្រូវដាក់រៀងរាល់6ខែម្ដងណា ជី NPK បានន័យថាជីគីមីក៏យើងត្រូវតែ apply វាម្ដងមកកាលដែរណាត្រូវដាក់វាម្ដងមកកាលដែរអញ្ចឹងជីគីមីជី NPK យើងអាចប្រើ12 24 12បាទពី200ទៅ300ក្រាមក្នុងមួយដើមហើយយើងដាក់ហ្នឹងគឺរៀងរាល់3ខែម្ដងឬរៀងរាល់4ខែម្ដងណាបាទក្រៅហ្នឹងយើងបើសិនបើយើងមានប្រព័ន្ធស្រោចស្រពយើងអាចបង្ហូរឬក៏បង្ហៀជីទឹករបស់យើងស្រោចបន្ថែមណាអ្នកដែលមានប្រព័ន្ធស្រោចស្រពដូចជាមានប្រព័ន្ធទយោមានអី drip មានអីនៅហ្នឹងអាចបង្ហូរតាមប្រភពទឹករបស់យើងហ្នឹងនៅជីរាវមួយចំនួនក្នុងហ្នឹងមានជាដូចជាជីកាកសំណល់ផ្ទះបាយដូចជាជីទឹកសបកជែកដូចជាជីទឹកអង្គដូចជាជីទឹកកាកសំណល់ផ្ទះបាយអីហ្នឹងអូខេអាហ្នឹងអាចបង្ហូរតាមប្រព័ន្ធស្រោចស្រពបានណារៀងរាល់អាទិត្យឬរៀងរាល់2អាទិត្យម្ដងបានដូចជាយើងស្រោចទឹកហ្នឹងពេលយើងស្រោចទឹកហ្នឹងគឺយើងបង្ហូរទឹកជីទៅជាមួយបាទណាដំណាក់កាលទី2ដំណាក់កាលទី2គឺយើងប្រើចំពោះដូងដែលមានអាយុចន្លោះពី1ទៅ3ឆ្នាំដល់ពេលហ្នឹងគឺយើងប្រើជីកប៉ុសគោកជីកប៉ុសពី10ទៅ20គីឡូក្នុងមួយដើមរៀងរាល់6ខែម្ដងហើយនឹងជីកែងជី NPK ជីកែង15 15 15ហ្នឹងពី150ទៅ250ក្រាមក្នុងមួយដើមណាយើងរៀងរាល់3ខែម្ដងឬក៏រៀងរាល់4ខែម្ដងហេហើយជីទឹកគឺយើងអាចបង្ហូរតាមទម្លាប់ណាតាមប្រព័ន្ធស្រោចស្រពជាប្រចាំបានណាជីទឹកណាដំណាក់កាលទី3គឺយើងរាប់ពីដំណាំដូងរបស់យើងអាយុពី4ទៅ7ឆ្នាំគឺយើងប្រើជីកប៉ុសឬក៏ជីកប៉ុសគោកជីគោកណាពី15ទៅ25គីឡូក្នុងមួយដើមរៀងរាល់6ខែម្ដងហើយនឹងជី NPK 28 20ឬក៏12 8 30ឬក៏15 15 15ហើយឲ្យតែ NPK ណាគេដាក់ NPK ហ្នឹងបានន័យថាវាមានសម្បត្តិភាពទាំង3នៅក្នុងហ្នឹងជាជីសមាសជីគីមីសមាសមាន NPK ឧទាហរណ៍ដូចជាដូចគេដាក់ថា NPK ស្រាប់តែចេញមកតួលេខ4600អាហ្នឹងមិនមែនជី NPK ទេជីអាសូតណាជី NPK នោះត្រាទៅវាមានទាំង3នៅក្នុងហ្នឹងណាឧទាហរណ៍នេះជី NPK 28 20បានន័យថាN20 អាសូតហ្នឹងណា P ផូស្វ័រ8 K ប៉ូលីស្យូម20អាហ្នឹងបានគេហៅថាជី NPK ណាអញ្ចឹងជី NPK នេះប្រសិនបើមានលក់នៅខ្មែរយើងណាមានលក់នៅខ្មែរយើងទោះជាអានេះឧទាហរណ៍14 20 14អូខេបានធ្វើមិនឲ្យតើមាន NPK នៅក្នុងនោះណាអូខេអញ្ចឹងបរិមាណដែលយើងប្រើគឺ250ទៅ350ក្រាមក្នុងមួយដើមណាហើយរៀងរាល់4ខែម្ដងណាអាហ្នឹងគេចែកជាឆ្នាំមួយឆ្នាំដាក់4ដងមួយឆ្នាំហ្នឹងមួយឆ្នាំដាក់4ដងអញ្ចឹងយើងគុណទៅឧទាហរណ៍250យើងគុណនឹង4ទៅឃើញប៉ុន្មានអញ្ចឹងបានន័យថាជាបរិមាណជីក្នុងមួយដើមក្នុងមួយឆ្នាំណាយល់ហ្នឹងឯងបាទកំដៅបើសិនមកយើងដាក់រៀងរាល់4ខែម្ដងគឺយើងដាក់ប៉ុណ្ណឹង250ក្រាមក្នុងមួយដើមកំដៅបើសិនមកយើងចង់ដឹងថាតើ NPK ហ្នឹងប្រើប្រមាណក្រាមក្នុងមួយដើមក្នុងមួយឆ្នាំអញ្ចឹងយើងគុណនឹង4មកនេះឧទាហរណ៍ថាយើងប្រើ250អញ្ចឹងយើង250យើងគុណនឹង4មកឃើញប៉ុន្មាននេះ900យើងគុណ4ណាបាទ900ហ៎បាទមិនមែន900 1គីឡូនេះគុណ4 1គីឡូនេះ4 5ដង20ត្រាទុក2 4 2ដង8 8 2 10 10 01ទៀត1000ក្រាម
chẳng chi NPK này cứ dương pra mùi cả lố rồi còn một con cả rám không mùi đám không mùi chứ nằm nó mà sao là dương chọn đăng bị ba để mặt chi đại pra không mùi chứ nằm nhé không mùi chứ nằm trong mùi chứ nằm nó cứ một buôn khai dương đạm vào đó chẳng bay đòn mà chứ nằm nó dương đạm chi bán bay đòn đấy ok chân làm nạ ca tí bay đại miền đại dụ đôn đại miền đại dụ bị buôn từ bầm bờ chứ nằm nó cứ dương cái ri cầm bánh ở dương và thay nó cài xuống thay magnesium hay là bò bò vì 50 tới 70 gram ក្នុងមួយដើមក្នុងមួយឆ្នាំណាបាទយើងចង់ដាក់ប្រមាណដងយើងចែកមកឧទាហរណ៍យើងចែកវាឧទាហរណ៍យើងចង់ដាក់3ដងក្នុងមួយឆ្នាំហ្នឹងអញ្ចឹងយើងយក50ឬក៏60ឬក៏70ចែកនឹង3មកយើងឃើញហើយលើកទី1យើងប្រើប្រហែលក្រាមលើកទី2យើងប្រើប្រហែលក្រាមលើកទី3យើងប្រើប្រហែលក្រាមអញ្ចឹងណាតោះហ្នឹងណាបាទអញ្ចឹងអូខេឥឡូវយើងចូលដល់ដំណាក់កាលទី4ដំណាក់កាលទី4គឺយើងរាប់ពីដូងដែលមានអាយុ7ឆ្នាំឡើងបាទដល់60ដល់អីអញ្ចឹងណាបាទដល់20ឆ្នាំអីចឹងគឺយើងប្រើជីណាអាយុដូងដែលលើសពី7ឆ្នាំមិនថា8ឆ្នាំមិនថា9ឆ្នាំមិនថាឆ្នាំទី10 11អីទេគឺយើងប្រើក្នុងបរិមាត្រចឹងណាជីកប៉ុសឬក៏ជីគោពី24ទៅ35គីឡូក្នុងមួយដើមរៀងរាល់6ខែដូចគ្នាណាជីធម្មជាតិរបស់យើងណាហើយនឹងជី NPK 15 15 15 15ឬក៏12 8 30ពី250ទៅ350ក្រាមក្នុងមួយដើមរៀងរាល់4ខែម្ដងហើយនៅតែបន្ថែមនៅសារធាតុកាល់ស្យូមម៉ាញ៉េស្យូមហើយនឹងបរពី50ទៅ70ក្រាមក្នុងមួយដើមក្នុងមួយឆ្នាំដូចគ្នាបាទអញ្ចឹងអាសារធាតុបន្ថែមនេះគឺយើងអនុវត្តចាប់ពីដូងអាយុពី4ឆ្នាំឡើងគឺយើងត្រូវបន្ថែមជាប់ជាប្រចាំអាហ្នឹងគឺដើម្បីទប់ស្កាត់ជំងឺធ្វើឲ្យផ្លែវាធំធាត់រសជាតិបាទសុខភាពដើមអីល្អទៅតាមហ្នឹងបាទអូខេឥឡូវយើងមកមើលតម្រូវការផ្សេងទៀតណាតម្រូវការផ្សេងទៀតឧទាហរណ៍ដូចជារបៀបដាំណាគម្លាតគុំគម្លាតជួរគឺយើងអាចអនុវត្តណា6ម៉ែត្រកន្លះគុណនឹង6ម៉ែត្រកន្លះណាគម្លាតគុំគម្លាតជួរហ្នឹងណាបាទឬក៏8កន្លះគុណនឹង8កន្លះវាអាស្រ័យទៅតាមពូជហើយគម្លាតប៉ុណ្ណឹងវាវែងអញ្ចឹងយើងអាចដាំដំណាំបន្ទាប់បន្សំតាមចន្លោះជួរបានមានពពួកស្ដែកពពួកបន្លែហើយនឹងបើចំពោះឈើហូបផ្លែយើងអាចដាំលហុងណាព្រោះដើមលហុងវាដើមវាតូចឬក៏ក្រូចប៉ាស្យុងយើងអាចដាំចន្លោះជួរនឹងបានក្រូចប៉ាស្យុងបាទហ្នឹងគឺចន្លោះជួរកុំឲ្យជៀសវាងទុកដីទនេចោលដោយអត់ប្រយោជន៍នាំតែស្មៅដុះស៊ុបទ្រុបបាទអញ្ចឹងអាចន្លោះជួរដែលវែងរបស់វាហ្នឹងបើសិនបើយើងទុកចោលវាអត់ប្រយោជន៍វាខាតដីចោលអត់ប្រយោជន៍យើងយ៉ាងហោចនោះក៏យើងដាំសណ្ដែកបាយសណ្ដែកសៀងសណ្ដែកដីបាទធ្រាប់ពេញប៉ោះម្ទេសស្ពៃសាឡាត់ខាត់ណាលហុងក្រូចប៉ាស្យុងហ្នឹងហើយអាហ្នឹងជាដំណាំដែលយើងអាចដាំបានតាមចន្លោះជួរដូងបាទអូខេអញ្ចឹងនេះគឺគ្រាន់តែជាលក្ខណៈសេបរិស្ថានទុកជាគំនិតសិនបើយើងចង់ដាំតែយើងគួរយល់ដឹងអីខ្លះពីតម្រូវការដំណាំហ្នឹងចំពោះបរិស្ថានដាំខុសបរិស្ថានអត់ទៅរួចទេណាជឿខ្ញុំទៅអត់បានផលទេណាបើទោះជាបានផលក៏តិចតួចដែរហើយបាទអញ្ចឹងប៉ុណ្ណឹងបើសិនបើមានចម្ងល់ឬក៏សំណូមពរថាលោកគ្រូឲ្យជួយចេញវីដេអូដែលនិយាយពីសេតបរិស្ថានដំណាំមៀនណាស្វាយចន្ទីហើយអាចសំណូមពរបានឥឡូវខ្ញុំចេញតាមលំដាប់លំដោយរបស់ខ្ញុំវាតម្រាំមកដល់ដំណាំដែលយើងចង់បានវារាប់ខែវាមិនកើតទេអញ្ចឹងយើងអាចសំណូមពរណាលោកគ្រូជួយរៀបចំមេរៀនដែលនិយាយពីសេតបរិស្ថាននៃដំណាំស្វាយចន្ទីអូខេខ្ញុំនឹងជាយាមរៀបចំជូនបាទ
អញ្ចឹងរាល់ការ comment រាល់ការ feedback អីសំណូមពរអីយើងអាចតាមប្រព័ន្ធទូរស័ព្ទទាំង3ហ្នឹងក៏បានណា Telegram ក៏បានឬតាម Facebook ដែលខ្ញុំបង្ហាញមុនហ្នឹងបាទអរគុណជួបគ្នានៅមេរៀនក្រោយ